សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាថ្ងៃនេះយើងរៀនអំពីពាក្យថា什么时候什么时候មានន័យថាពេលណាឬក៏នៅពេលណាចាអញ្ចឹងយើងចាប់ផ្ដើមចូលទៅដល់មេរៀនរបស់យើង什么时候什么时候មានន័យថាពេលណាឬក៏នៅពេលណាចាសិនមកតពីរម៉ាត់ហ្នឹងគឺអ្វី时候ហ្នឹងគឺពេលដល់គុំចូលគ្នា什么时候ពេលណាយើងមើលឧទាហរណ៍你什么时候回来你什么时候回来អ្នក什么时候ពេលណា回来ត្រឡប់មកវិញ你什么时候回来មានន័យថាតើអ្នកត្រឡប់មកនៅពេលណាឬក៏តើអ្នកត្រឡប់មកវិញនៅពេលណា他什么时候去上班他什么时候去上班គាត់ពេលណា去ទៅ上班ធ្វើការ他什么时候去上班មានន័យថាតើគាត់ទៅធ្វើការនៅពេលណា我不知道他什么时候来的我不知道他什么时候来的我ខ្ញុំ不知道មិនដឹងថាគាត់什么时候ពេលណា来មកតើអត់មានន័យទេយើងគ្រាន់តែបន្ថែមឲ្យវាពីរោះស្ដាប់我不知道他什么时候来的不好意思您什么时候能有空呢不好意思您什么时候能有空呢不好意思មានន័យថាសូមអធ្យាស្រ័យឬក៏អធ្យាស្រ័យយើងច្រើនតែប្រើនៅដើមប្រយោគក្នុងការពឹងពាក់គេឬក៏សួរអ្វីអំពីគេមួយយើងផ្ដើមដោយពាក្យ不好意思នឹងវាជាការគួរសមចំពោះគេ您អ្នកប្រើចំពោះមនុស្សចាស់ឬក៏អ្នកមានឋានៈ什么时候ពេលណានឹងអាចយកខុងមានពេលទំនេរនៅអត់មានន័យទេគឺយើងប្រើនៅចុងប្រយោគសំណួរឲ្យវាពីរោះស្ដាប់ចឹងមានន័យថាសូមអធ្យាស្រ័យតើពេលណាអ្នកអាចមានពេលទំនេរ你什么时候结婚呢你什么时候结婚呢អ្នកពេលណាជាហ៊ុនរៀបការនៅចានៅប្រើនៅដាក់ចុងប្រយោគសំណួរហ្នឹង你什么时候结婚呢តើអ្នករៀបការនៅពេលណា回来回来贺威回乐哀来回来ត្រឡប់មកវិញ上班上班是安上波安班上班ធ្វើការ知道知道知得凹到知道ដឹង不好意思不好意思波无不喝凹好意思不好意思សូមអធ្យាស្រ័យឬក៏អធ្យាស្រ័យ有空有空一欧有科翁空有空មានពេលឬក៏មានពេលទំនេរ结婚结婚基耶结
贺温婚结婚រៀបការចា៎មេរៀនរបស់យើងនៅពេលនេះសូមសម្រាប់ត្រឹមប៉ុណ្ណឹងសិនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចែកជាតិ